ចលនាខ្មែរឥស្រាអែលនិងពួកវៀតមិញមិនទទួលស្គាល់ឯករាជ្យរបស់កម្ពុជានៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953នោះទេទោះបីជាប្រទេសបារាំងបានប្រគល់ឯករាជ្យដល់កម្ពុជាជាផ្លូវការនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953នោះក៏ពិតមែនតែកងទ័ពបារាំងចំនួន6000នាក់កំពុងបោះទីតាំងនៅក្នុងខេត្តក្រចេះហើយទាហានខ្មែរចំនួន3កងវរៈសេនាតូចនិង10កងអនុសេនាតូចទៀតនៅតែស្ថិតនៅក្រោមការបញ្ជារបស់នាយទាហានជាន់ខ្ពស់បារាំងដដែលកម្លាំងទាហានទាំងអស់នោះបានបោះទីតាំងនៅប៉ែកខាងកើតទន្លេមេគង្គដើម្បីត្រៀមទប់ស្កាត់សកម្មភាពវាយប្រហាររបស់ពួកវៀតមិញនិងខ្មែរឥស្រាអែលចំណែកពួកវៀតមិញពួកខ្មែរឥស្រាអែលរបស់សឺងុកមិញនិងពួកប្រជាចលនាឥស្រាអែលខ្មែរបម្រើជាតិរបស់សឺងុកថាញ់នៅព្រំដែនថៃព្រមទាំងមន្ត្រីគណៈបកប្រជាធិបតេយ្យមួយចំនួននៅទីក្រុងភ្នំពេញមិនព្រមទទួលស្គាល់ថានៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ជាថ្ងៃព្រះមហាក្សត្រសីហនុទាមទារបានឯករាជ្យពីបារាំងនោះជាដាច់ខាតពួកគេនៅតែចាត់ទុកថាបារាំងកំពុងបន្តធ្វើអាណានិគមត្រួតត្រាលើប្រទេសកម្ពុជាដូចមុនដដែលពេលនោះដែរបកប្រជាជនបដិវត្តន៍ខ្មែរបានបង្កើតរដ្ឋាភិបាលតស៊ូមួយដោយមានសឺងុកមិញជានាយករដ្ឋមន្ត្រីច័ន្ទសម័យជាឧបនាយករដ្ឋមន្ត្រីទូសមុទ្រជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកៅមុនីជារដ្ឋមន្ត្រីក្រសួងការបរទេសសៀវហេងជារដ្ឋមន្ត្រីក្រសួងការពារជាតិចៅយឿនជារដ្ឋមន្ត្រីក្រសួងសិក្សាធិការលាវកែមុនីជារដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិនិងសុសម៉ាន់ជារដ្ឋមន្ត្រីកិច្ចការសាសនានៅថ្ងៃទី20ខែមិនិនាឆ្នាំ1954កៅមុនីមេខ្មែរឥស្រាអែលស្និទ្ធនឹងពួកវៀតមិញនៅភូមិភាគបូព៌ាមិនទទួលស្គាល់ថាប្រទេសកម្ពុជាបានឯករាជ្យពីបារាំងនៅឡើយនោះបានប្រកាសថាដោយសារសង្គ្រាមរំដោះកម្ពុជាកាន់តែបោះជំហានទៅមុខចក្រពត្តិអាមេរិកក៏កាន់តែចូលមកធ្វើអន្តរាគមន៍ខ្លាំងឡើងមកលើប្រទេសកម្ពុជាដែរលើសពីនេះទៅទៀតចក្រពត្តិអាមេរិកក៏បានទាញខ្សែញាក់ពីក្រោយខ្នងសម្ដេចសីហនុឲ្យសម្ដែងឆាកល្ខោនទាមទារដណ្ដើមឯករាជ្យឲ្យបារាំងចេញទៅដើម្បីខ្លួនបានចូលមកបង្កសង្គ្រាមជំនួសបារាំងវិញការប្រកាសរបស់កៅមុនីនេះបានធ្វើឡើងចំថ្ងៃនាយអគ្គសេនាធិការកងទ័ពបារាំងបានប្រកាសប្រាប់ប្រធានាធិបតីអាមេរិក Eisenhower ថាមានតែអន្តរាគមន៍ជាទ្រង់ទ្រាយធំរបស់អាមេរិកទេទើបអាចជួយបារាំងនៅសមរភូមិឌៀនបៀនភូនាភាគខាងជើងប្រទេសវៀតណាមបាននៅក្នុងខែមេសាឆ្នាំ1954កងវរៈសេនាតូចថ្មើរជើងលេខ2ក្រោមបញ្ជាការវរៈសេនីយ៍លន់ណុលបានបើកប្រតិបត្តិការសឹកបោសសម្អាតកងទ័ពវៀតមិញនិងខ្មែរឥស្រាអែលនៅតាមផ្លូវជាតិលេខ57ពីទីក្រុងបាត់ដំបងទៅក្រុងប៉ៃលិនតែត្រូវកងទ័ពខ្មែរឥស្រាអែលដឹកនាំដោយសៀវហេងនិងលាវកែមុនីសហការជាមួយកងទ័ពវៀតមិញធ្វើការឡោមព័ទ្ធវាយបកវិញធ្វើឲ្យកងវរៈសេនាតូចថ្មើរជើងលេខ2នោះវាយរំដោះខ្លួនដើម្បីដកថយវិញស្ទើរតែមិនបាននៅថ្ងៃទី20ខែឧសភាឆ្នាំ1954រដ្ឋាភិបាលអាមេរិកបានចេញរបាយការណ៍មួយស្ដីពីលទ្ធភាពពង្រឹងសក្តានុពលខាងយោធានិងខាងនយោបាយរបស់ខ្លួននៅតំបន់ឥណ្ឌូចិនក្នុងរយៈពេល30ថ្ងៃខាងមុខពីសប្តាហ៍ក្រោយមកតាមការប៉ាន់ស្មានរបស់ភ្នាក់ងារសម្ងាត់អាមេរិកបានឲ្យដឹងថានៅក្នុងប្រទេសកម្ពុជាមានកងទ័ពវៀតមិញប្រមាណ8700នាក់ក្នុងនោះមាន2200នាក់ជាកងទ័ពរៀបរយប៉ុន្តែបើតាមឧត្តមសេនីយ៍បារាំងឈ្មោះសេតាជាទីប្រឹក្សាយោធារបស់សម្ដេចសីហនុបានឲ្យដឹងថាកងទ័ពវៀតមិញដែលមានវត្តមាននៅលើទឹកដីកម្ពុជានៅក្នុងដើមឆ្នាំ1954មានចំនួនតែ2200នាក់ទេហើយកងទ័ពបារាំងមានចំនួន6000នាក់ប៉ុន្តែបើតាមប្រភពពីទីក្រុងហាណូយបានឲ្យដឹងថាកងទ័ពវៀតមិញកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាមានចំនួន3000នាក់ហើយកងទ័ពរបស់រណសិរ្សឯកភាពខ្មែរឥស្រាអែលមានចំនួន5000នាក់
ដោយមិនរាប់បញ្ចូលចំនួនកងឆ្លូបនៅតាមភូមិឃុំផងទេចំណែកខាងរាជរដ្ឋាភិបាលរបស់សម្ដេចសីហនុបានប្រកាសថាខ្លួនមានកងទ័ពគ្រប់ប្រភេទចំនួន 33,000 នាក់ដោយមានបារាំងជាអ្នកជួយផ្ដល់អាវុធយុទ្ធភ័ណ្ឌមួយចំនួនធំផងដែរបើតាមឯកសារចារកម្មរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី1ខែមិថុនាឆ្នាំ1954បានធ្វើការវាយតម្លៃថាប្រសិនបើលទ្ធផលនៃការចរចាគ្នានៅទីក្រុងហ្សឺណែវតម្រូវឲ្យកងទ័ពបារាំងនិងកងទ័ពវីតមីងដកចេញពីទឹកដីកម្ពុជានោះកងទ័ពរាជរដ្ឋាភិបាលអាចមានសមត្ថភាពក្នុងការរក្សាសុវត្ថិភាពដោយខ្លួនឯងបន្តទៀតប្រសិនបើបារាំងនៅតែផ្ដល់ជំនួយអាវុធយុទ្ធភ័ណ្ឌមកឲ្យដូចមុនជាមួយគ្នានោះឯកសារដដែលបានបង្ហាញឲ្យឃើញនៅការព្រួយបារម្ភដែលថាប្រសិនបើកងទ័ពបារាំងទាំង 6,000 នាក់នោះត្រូវដកចេញពីកម្ពុជាដោយគ្មានការធានាថាកងទ័ពវីតមីងទាំង 2,200 នាក់នោះត្រូវតែដកចេញដែរទេការចរចាកំពុងធ្វើឡើងនៅទីក្រុងហ្សឺណែវប្រទេសស្វីសនោះក៏មិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយដែរតែបើកងទ័ពបារាំងត្រូវដកចេញពីកម្ពុជានោះមែនកម្លាំងប៉ូលីសនិងកងយុទ្ធពលខេមរៈភូមិន្ទរបស់សម្ដេចសីហនុប្រហែលជាមិនអាចទប់ទល់ជាមួយពួកវីតមីងបានយូរអង្វែងឡើយហើយបើគ្មានការគាំទ្រនិងគ្មានជំនួយពីខាងក្រៅឲ្យបានគ្រប់គ្រាន់ទេរាជរដ្ឋាភិបាលរបស់សម្ដេចសីហនុនឹងត្រូវរលំរលាយដោយពួកវីតមីងជាក់ជាមិនខាននៅក្នុងខែមិថុនាឆ្នាំ1954កងយុទ្ធពលខេមរៈភូមិន្ទនិងកងជីវពលរបស់សម្ដេចសីហនុដោយមានការចូលរួមពីកងទ័ពថ្មើរជើងនិងយន្តហោះចម្បាំងបារាំងបានបើកយុទ្ធនាការបោសសម្អាតកងទ័ពវីតមីងនិងខ្មែរអ៊ីស្រាអែលនៅភូមិភាគឦសានដោយបានវាយប្រយុទ្ធគ្នាជាមួយកងវរៈសេនាតូចលេខ436និងកងវរៈសេនាតូចលេខ101របស់វីតមីងនៅក្នុងខេត្តក្រចេះចំនួន2លើកបន្ទាប់មកបានបើកយុទ្ធនាការបោសសម្អាតកងទ័ពវីតមីងនិងខ្មែរអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសបន្តទៀតពេលនោះកងទ័ពបារាំងបានប្រកាសថាកងទ័ពវីតមីងបាននាំគ្នាដកថយពីសមរភូមិទាំងអស់នោះដោយមិនហ៊ានប្រយុទ្ធតស៊ូអ្វីគួរឲ្យកត់សម្គាល់នោះទេប៉ុន្តែបើតាមមេបញ្ជាការកងទ័ពវីតមីងឈ្មោះហុងតុងកំពុងស្ថិតនៅភាគកណ្ដាលវៀតណាមបានឲ្យដឹងថាពេលនោះកងទ័ពវីតមីងមានផែនការបញ្ជូនកងទ័ពរបស់ខ្លួនចំនួន2កងពលទៀតចូលមកក្នុងទឹកដីខ្មែរក្នុងបំណងជួយពង្រីកទឹកដីឲ្យរដ្ឋាភិបាលខ្មែរអ៊ីស្រាអែលដឹកនាំដោយសឺងុកមីងជាសម្ព័ន្ធមិត្តត្រួតត្រាកាន់កាត់កាន់តែធំជាងមុនទៅទៀតដើម្បីឲ្យសន្និសីទក្រុងហ្សឺណែវទទួលស្គាល់រដ្ឋាភិបាលរបស់សឺងុកមីងជាភាគីចរចាមួយដែរតែផែនការបញ្ជូនកងទ័ពរបស់ខ្លួនចំនួន2កងពលនេះត្រូវបានបញ្ឈប់ទៅវិញដោយសារជូអេនឡាយនាយករដ្ឋមន្ត្រីចិនបានផ្ញើសារទូរលេខមួយច្បាប់ពីក្រុងហ្សឺណែវមកប្រាប់មេដឹកនាំវីតមីងថាបើបញ្ជូនកងទ័ពវីតមីង2កងពលឲ្យចូលមកក្នុងទឹកដីប្រទេសកម្ពុជាថែមទៀតនោះវានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងក្រុងហ្សឺណែវនោះជាក់ជាមិនខាន។